អ្នកដែលប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទអ្នកដទៃនៅទីកន្លែងការងារនឹងត្រូវផាកពិន័យជាទឹកប្រាក់ចន្លោះពី$500រហូតដល់$1000ជាងហើយនឹងតម្រូវឲ្យសុំទោសជាសាធារណៈថែមទៀតផងបងប្អូននៅក្នុងប្រទេសវៀតណាមដែលចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី10ខែកញ្ញានៅឆ្នាំ2026នេះតទៅហើយច្បាប់ថ្មីនេះផងដែរវៀតណាមគេបង្កើតឡើងនៅក្នុងន័យពង្រីកនិយមន័យនៃការបៀតបៀនផ្លូវភេទនឹងឲ្យកាន់តែទូលំទូលាយថែមទៀតមិនថាការបៀតបៀនផ្លូវភេទតាមរយៈទម្រង់រាងកាយតាមកាយវិការតាមពាក្យសម្ដីឬក៏មិនមែនពាក្យសម្ដីនោះក្តីទេដែលនឹងកំណត់និយមន័យយ៉ាងទូលំទូលាយតែម្ដងគ្រប់ទីកន្លែងទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងការងារក្រោមច្បាប់នេះផងដែរទីកន្លែងការងារណាដែលមានបុគ្គលិកចាប់ពី10នាក់ឡើងបងប្អូនគឺគេតម្រូវឲ្យមានបទបញ្ជាផ្ទៃក្នុងដែលពាក់ព័ន្ធជាមួយនឹងការការពារការបៀតបៀនផ្លូវភេទអញ្ចឹងបើសិនជាមានបុគ្គលិកដែលរងគ្រោះដោយសារតែមានការបៀតបៀនផ្លូវភេទអញ្ចឹងបុគ្គលិកនោះគឺមានសិទ្ធិនៅក្នុងការបញ្ចប់កិច្ចសន្យាការងារដោយឯកតោភាគីតែម្ដងដោយមិនចាំបាច់ជូនដំណឹងជាមុននោះទេបងប្អូនអញ្ចឹងកន្លែងនេះគឺពិតជាល្អខ្លាំងមែនទែនហើយគណៈដែលជន់ដែលប្រព្រឹត្តហ្នឹងគឺនឹងប្រឈមមុខជាមួយនឹងការបណ្ដេញចេញពីការងារតែម្ដងខ្ញុំគ្រាន់តែសង្ខេបខ្លីៗចំណុចសំខាន់មួយចំនួនឲ្យបងប្អូនដឹងតែប៉ុណ្្នឹងទេខ្ញុំគិតថាវៀតណាមបង្កើតច្បាប់នេះមកគឺល្អខ្លាំងមែនទែននៅក្នុងការការពារសិទ្ធិនៅទីកន្លែងការងារការជៀសវាងការបៀតបៀនផ្លូវភេទពីអ្នកដតីពីអ្នកមិត្តរួមការងារឬក៏មេអីអញ្ចឹងទៅបងប្អូនព្រួយនៅកន្លែងការងារខ្លះគឺវាអាចនឹងមានអញ្ចឹងពិតមែនអញ្ចឹងបងប្អូនកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងអរគុណច្រើន